គឺបាញ់3គ្រាប់ខាត់ខ្លួនមនុស្សចាខាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញហ្នឹងគឺបាន5នាក់នេះបាញ់ចាប់មុខសញ្ញាចាចាប់មុខសញ្ញាមិនបាញ់លេងណាចាមិនមួយបាញ់មេឃលេងចាមួយបាញ់ដើម្បីបង្ហាញស្រីស្នេហ៍លេងអញ្ចឹងទៅបាទខ្លះទៀតទៅបាញ់ហើយជាប់គុកលេងអញ្ចឹងទៅបាទអានេះវាអញ្ចឹងចាកម្លាំងព្រំប្រទានក្រសួងមហាផ្ទៃដឹងថាចាដឹងថាជនសង្ស័យចែកចាយគ្រឿងញៀនមានអាវុធជាប់នឹងខ្លួនខណៈចោះច្បាមមុខសញ្ញាបានបាញ់គម្រាម3គ្រាប់ទើបខាត់ខ្លួនជនសង្ស័យចាជនដែលពាក់ព័ន្ធបាន5នាក់កាលពីវេលាម៉ោង6ព្រលប់ថ្ងៃទី23ខែតុលាតាមផ្លូវលេខ202ម្ដុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាសង្កាត់ទឹកល្អទី3ខណ្ឌទួលគោកតាមការបង្ហើបពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញហើយមានកំភ្លើងខ្លីជាប់នឹងខ្លួនទៀតនោះត្រូវបានសមត្ថកិច្ចតាមដានយូរមកហើយដឹងថាគឺជាជនសង្ស័យមានរថយន្តកាមេរីឆ្លាមពណ៌ស្ករអត់ស្លាកលេខមួយគ្រឿងសម្រាប់ជិះធ្វើសកម្មភាពចែកចាយហើយរួចហើយតែងតែយករថយន្តខាងលើទៅបញ្ចាំនៅហាងយីហោប្រាក់ម៉ាលីហៅថារដ្ឋដែលមានទីតាំងនៅតាមផ្លូវលេខ202សង្កាត់ទឹកល្អទី3ខណ្ឌទួលគោកលុះដល់ពេលដែលគេចេញធ្វើសកម្មភាពទើបយកប្រាក់ទៅលួសមុនពេលខាត់ខ្លួនសមត្ថកិច្ចតាមដានដឹងថាជនសង្ស័យ2នាក់ជិះម៉ូតូមួយគ្រឿងបំរុងទៅលួសយករថយន្តទើបសមត្ថកិច្ចកាក់បានគឺបាញ់3គ្រាប់ឡើងទៅលើខាត់ខ្លួនបានហើយយកទៅឆែកឆេររថយន្តនៅកន្លែងបញ្ចាំប៉ុន្តែនៅពេលដែលទៅដល់កន្លែងបញ្ចាំត្រូវបានថៅកែក្រុមហ៊ុនមិនសហការជាមួយនឹងសមត្ថកិច្ចទេគឺអាងតែមានខ្សែអ្នកធំមិនព្រមឲ្យសមត្ថកិច្ចចូលទៅមើលរថយន្តពិនិត្យឯកសារបញ្ចាំជាដាច់ខាតដោយសារក្រុមហ៊ុនទទួលបញ្ចាំមិនសហការជាមួយនឹងសមត្ថកិច្ចទើបសមត្ថកិច្ចខាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅព្រំប្រទានក្រសួងមហាផ្ទៃរងចាំដោះស្រាយជាបន្តទៀត